យើងជួបប្រទះនៅការដួលរលំនិងការបាក់ទឹកចិត្តជាច្រើនដោយសារតែកំហុសនិងអំពើបាបធំតូចនៅក្នុងជីវិតរបស់យើងតើមាននរណាម្នាក់ដែលកំពុងតែភ័យខ្លាចក្នុងការចាប់ផ្ដើមជាថ្មីដោយជាប់គាំងនៅក្នុងការបរាជ័យឬអារម្មណ៍នៃកំហុសពីអតីតកាលដែរឬទេតើអ្នកកំពុងធ្វើឲ្យខ្លួនឯងលំបាកជាមួយនឹងគំនិតដែលថាអ្នកត្រូវតែល្អឥតខ្ចោះឬកំពុងបន្ទោសខ្លួនឯងដោយមិនអាចអត់ទោសឲ្យកំហុសកាលពីអតីតកាលដែរឬទេមនុស្សសម័យទំនើបជាច្រើនរស់នៅជាមួយនឹងការព្រួយបារម្ភទាំងនេះនៅក្នុងសាមយូអែលទី2ចំពុកទី24ដាវីតបានប្រព្រឹត្តអំពើបាបដ៏ធំមួយដែលបណ្ដាលឲ្យមានជំងឺអាសន្នរោគដ៏គួរឲ្យភ័យខ្លាចកើតឡើងនៅក្នុងអ៊ីស្រាអែលដាវីតបានដឹងពីកំហុសរបស់គាត់ហើយបានទៅសារភាពកំហុសចំពោះព្រះបន្ទាប់មកគាត់បានថ្វាយបូជានៅឯទីលាន threshing របស់អារ៉ូណាគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលដាវីតបានអធិស្ឋានដល់ព្រះនៅទីនោះព្រះបានស្ដាប់ការអធិស្ឋានរបស់គាត់ហើយបានបញ្ឈប់គ្រោះមហន្តរាយនៃជំងឺអាសន្នរោគនៅកន្លែងនេះក្រោយមកសាឡូមោនជាកូនប្រុសរបស់ដាវីតបានសាងសង់ព្រះវិហារបរិសុទ្ធដែលជាមជ្ឈមណ្ឌលរបស់អ៊ីស្រាអែលវាមិនត្រឹមតែជាកន្លែងសម្រាប់ថ្វាយបូជាប៉ុណ្ណោះទេប៉ុន្តែក៏ជាកន្លែងដ៏ពិសិដ្ឋមួយដែលប្រជាជនទាំងមូលបានជួបព្រះនិងលុះបាបរបស់ពួកគេផងដែរតើនេះប្រាប់យើងអ្វីខ្លះទោះបីជាយើងធ្លាក់ចូលទៅក្នុងជ្រោះជ្រៅនៃអំពើបាបយ៉ាងណាក៏ដោយក៏មានសារនៃសេចក្តីសង្ឃឹមថាទំនាក់ទំនងជាមួយព្រះអាចស្ដារឡើងវិញបាននៅពេលដែលយើងស្វែងរកព្រះដោយស្មោះត្រង់ពីទីកន្លែងនៃភាពអស់សង្ឃឹមនោះវាបង្ហាញយើងថាយើងមិនជាប់ចំណងនឹងអំពើបាបនិងការបរាជ័យកាលពីអតីតកាលឡើយប៉ុន្តែអាចចាប់ផ្ដើមជាថ្មីដោយពឹងផ្អែកលើព្រះមេត្តាករុណារបស់ព្រះការស្ដារឡើងវិញទាំងអស់នេះទីបំផុតចង្អុលទៅកាន់បុគ្គលតែមួយនោះគឺព្រះយេស៊ូវគ្រីស្ទទោះបីជាយើងខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏វាពិបាកសម្រាប់យើងក្នុងការរំដោះខ្លួនចេញពីអំពើបាបនិងការបរាជ័យពីកាលពីអតីតកាលដោយកម្លាំងផ្ទាល់ខ្លួនរបស់យើងប៉ុន្តែព្រះយេស៊ូវបានសុគតជំនួសអំពើបាបរបស់យើងនៅលើឈើឆ្កាងហើយបានរស់ឡើងវិញដោយស្ដារទំនាក់ទំនងជាមួយព្រះដែលត្រូវបានកាត់ផ្តាច់ដោយអំពើបាបទាំងស្រុងនៅក្នុងព្រះយេស៊ូវគ្រីស្ទយើងមិនត្រឹមតែទទួលបានការអត់ទោសបាបប៉ុណ្ណោះទេប៉ុន្តែក៏បានឆ្លងកាត់ខ្លួនចាស់របស់យើងហើយកើតជាថ្មីទាំងស្រុងផងដែរកូរិនថូសទី2:5-17ឥឡូវនេះយើងក្លាយជាកូនចៅដ៏មានតម្លៃរបស់ព្រះហើយទទួលបានជីវិតអស់កលឹកជានិច្ចនិងជីវិតថ្មីទាំងស្រុងជាអំណោយបងប្អូនជាទីស្រឡាញ់ឲ្យនៅក្នុងព្រះយេស៊ូវគ្រីស្ទយើងមិនជាប់ចំណងនឹងអំពើបាបនិងការបរាជ័យកាលពីអតីតកាលឡើយហើយមានអំណាចនៃការស្ដារឡើងវិញដ៏អស្ចារ្យដែលយើងអាចចាប់ផ្ដើមជាថ្មីនៅពេលណាក៏បានទ្រង់អត់ទោសឲ្យយើងផ្លាស់ប្ដូរជីវិតយើងជាថ្មីហើយពេលខ្លះថែមទាំងធ្វើឲ្យយើងកាន់តែរឹងមាំតាមរយៈការបរាជ័យរបស់យើងទៀតផងយើងរកឃើញអត្តសញ្ញាណថ្មីនិងគោលបំណងនៃជីវិតនៅក្នុងជីវិតរស់ឡើងវិញរបស់ព្រះគ្រីស្ទយើងអាចរីករាយនឹងសេចក្តីសង្ឃឹមពិតប្រាកដនិងសេចក្តីសុខសាន្តដែលមិនរង្គោះរង្គើនៅក្នុងការលំបាកណាមួយនៃពិភពលោកតើមាននរណាម្នាក់ដែលកំពុងរងទុក្ខដោយសាររឿងរ៉ាវពីអតីតកាលឬខ្លាចការចាប់ផ្ដើមថ្មីដែរឬទេទីកន្លែងដែលយើងខ្សោយបំផុតក៏អាចក្លាយជាឱកាសសម្រាប់ការស្ដារឡើងវិញនៅក្នុងព្រះបានដែរព្រះយេស៊ូវតែងតែលូកដៃមករកយើងដើម្បីឲ្យយើងអាចក្រោកឈរឡើងវិញនៅពេលណាក៏បាននៅក្នុងទ្រង់អ្នកអាចផ្លាស់ប្ដូរលើសពីខ្លួនចាស់របស់អ្នកហើយក្លាយជាបុគ្គលដ៏មានអំណាចដែលសម្រេចបំណងល្អរបស់ព្រះថ្ងៃនេះសូមឲ្យអ្នកទទួលបានភាពក្លាហានក្នុងការចាប់ផ្ដើមជាថ្មីនៅក្នុងព្រះយេស៊ូវគ្រីស្ទដោយស្មោះអស់ពីចិត្តសូមអរគុណ